រឿងក្រុងពីលីនិងការសំដីមេរៀនពីភាពលោភលន់វគ្គទី1អំណាចនិងភាពលោភលន់របស់ក្រុងពីលីនីតិទី04កាលពីព្រេងនាយមានស្ដេចយក្សមួយអង្គព្រះនាមក្រុងពីលីជាស្ដេចដែលមានមហិទ្ធិឫទ្ធិខ្លាំងក្លាណាស់គាត់បានវាយលុករឹបអូសយកទឹកដីទាំង3លោកគឺស្ថានសុខស្ថានកណ្ដាលនិងស្ថានភុជង្គនាតមកគ្រប់គ្រងម្នាក់ឯងដោយសារតែអំណាចដ៏ធំធេងនេះក្រុងពីលីចាប់ផ្ដើមមានចិត្តអួតអាងនិងលោភលន់ជាខ្លាំងគាត់បានបង្ខំឲ្យទេវតានិងមនុស្សលោកទាំងឡាយគោរពបូជាចំពោះរូបគាត់តែម្នាក់គត់ភាពយុត្តិធម៌និងការជិះជាន់របស់ក្រុងពីលីបានធ្វើឲ្យលោកទាំងមូលមានការក្តៅក្រហាយជាខ្លាំងវគ្គទី2ការចុះមកនៃព្រះនារាយណ៍នីតិទី4-8ដើម្បីជួយសង្គ្រោះលោកទាំង3ពីអំណាចយក្សកំណាចនេះព្រះនារាយណ៍បានសម្រេចចិត្តចុះមកចាប់ជាតិជាព្រាហ្មណ៍ឌឺម្នាក់មុនស្ទឺដែលមានរូបរាងតូចល្អិតបំផុតព្រះអង្គបានយាងទៅកាន់ទីលានដែលក្រុងពីលីកំពុងធ្វើពិធីបូជាយញ្ញដ៏ធំមួយនៅពេលឃើញព្រាហ្មណ៍ឌឺក្រុងពីលីមានចិត្តអាណិតអាសូរនិងចង់បង្ហាញពីភាពសប្បុរសរបស់ខ្លួនក្នុងន័យអួតអាងក្រុងពីលីបានសួរថាណែព្រាហ្មណ៍ឌឺតើអ្នកចង់បានអ្វីពីយើងទោះជាមាសប្រាក់ឬប្រាសាទក៏យើងអាចឲ្យអ្នកបានដែរវគ្គទី3ល្បិចសុំដី3ជំហាននីតិទី8-12ព្រាហ្មណ៍ឌឺញឹមរួចទៅវិញយ៉ាងទន់ភ្លន់ថាពិតព្រះរាជាទូបង្គំមិនចង់បានមាសប្រាក់ឡើយទូបង្គំសុំតែទឹកដីតូចមួយត្រឹមតែ3ជំហានរបស់ទូបង្គំប៉ុណ្ណោះដើម្បីទុកជាកន្លែងសម្រាប់អង្គុយថ្មិចជប់សមាធិក្រុងពីលីឮហើយក៏សើចចោលអាយហាគ្រាន់តែដី3ជំហានរបស់មនុស្សទើដូចឯងវាតិចតួចណាស់យើងឲ្យឯងភ្លាមទោះបីជាអាចារ្យឲ្យសុបទីប្រឹក្សារបស់យក្សបានដឹងភ្លាមថាព្រាហ្មណ៍នេះមិនមែនជាមនុស្សធម្មតាហើយខំខាត់យ៉ាងណាក៏ក្រុងពីលីមិនស្ដាប់ដែរព្រោះតែចិត្តមានអ្នកនឹងមើងងាយអ្នកតូចតាចវគ្គទី4ការបង្ហាញមហិទ្ធិឫទ្ធិនីតិទី12-15នៅពេលក្រុងពីលីយល់ព្រមស្រាប់តែព្រាហ្មណ៍ទើបបានសម្ដែងឫទ្ធិរូបរាងរបស់ព្រះអង្គបានរីកធំឡើងរហូតដល់ក្បាលខ្ពស់ផុតមេឃជំហានទី1ព្រះអង្គឈានជើងជន់អស់ស្ថានដីស្ថានកណ្ដាលជំហានទី2ព្រះអង្គឈានជើងជន់អស់ស្ថានសុខព្រះអង្គក៏សួរទៅក្រុងពីលីថាឥឡូវនេះដីទាំងពីរស្ថានត្រូវបានពេញដោយ2ជំហានរបស់ខ្ញុំហើយតើជំហានទី3ឲ្យខ្ញុំដាក់ជើងនៅណាក្រុងពីលីភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងដឹងខ្លួនថាខ្លួនឯងចាញ់ល្បិចព្រះនារាយណ៍ហើយប៉ុន្តែដោយសារជាស្ដេចពោលពាក្យពិតក្រុងពីលីក៏សុខចិត្តបន្ទាបខ្លួនរួចអានក្បាលឲ្យព្រះអង្គជន់ដើម្បីបង្គ្រប់ជំហានទី3វគ្គទី5បញ្ចប់នឹងមេរៀនជីវិតនីតិទី15-20ព្រះនារាយណ៍បានជន់ក្បាលក្រុងពីលីឲ្យចុះទៅរស់នៅស្ថានបាតាលស្ថានក្រោមដីរហូតទៅពិភពលោកក៏បានជួបសន្តិភាពឡើងវិញមុននឹងទៅក្រុងពីលីបានសុំសិទ្ធិម្យ៉ាងពីព្រះនារាយណ៍គឺរាល់ពេលដែលមនុស្សលោកធ្វើបុណ្យឬសាងសង់អ្វីមួយត្រូវសុំច្បាប់ពីគាត់ជាមុនហេតុនេះហើយបានជាខ្មែរយើងមានពិធីសែនក្រុងពីលីរហូតមកដល់សព្វថ្ងៃនៅពេលសង់ផ្ទះឬធ្វើបុណ្យផ្សេងដើម្បីសុំម្ចាស់ដីម្ចាស់ទឹកមេរៀនអប់រំក្នុងរឿងនេះ1កុំលោភលន់ការចង់បានអ្វីគ្រប់យ៉ាងម្នាក់ឯងនឹងនាំមកនូវមហន្តរាយ2កុំមើលងាយអ្នកទាបតូចរូបរាងខាងក្រៅមិនមែនជាការវាស់វែងសមត្ថភាពឡើយ3ពាក្យសន្យាទោះជាយក្សក៏ត្រូវរក្សាសម្ដីដែលបានពោលចេញមកសូមបងប្អូនជួយចុច Subscribe និងចុចកណ្ដឹងផងសូមអរគុណបងប្អូនទាំងអស់ទុកជាមុន